ជាថ្ងៃហ្នឹងគេនាំយើងមក shopping ឥឡូវយើងនៅហាងថ្នាំបុរាណចិនណាហើយថ្ងៃហ្នឹងគេណែនាំពីថ្នាំបុរាណចិនហើយគេ free massage ទឹក massage ចឹងឲ្យត្រាំមិន free massage ជើងទឹកត្រាំជើងតែអត់ដឹងថាសិទ្ធិភាពមិនអត់បានតែមិនតែមិននឹងក្តៅពេកអានេះដកចេញសិនចាំមើលរីសាមិនពេលពីសមវិញដើរនេះដល់ចុកជើងខ្លាំងមែនតើឥឡូវសាមើលនេះទឹកថ្នាំត្រាំជើងហ្នឹងមកដល់ហ្នឹងមែនអញ្ចឹងដោយសារខ្ញុំទៅចិនហ្នឹងគឺទៅតាមធัวហើយជាទូទៅគឺគេមានកញ្ចប់ចូលទិញអីវ៉ាន់អីចឹងណាហើយអានេះគឺគេ free ឲ្យមានន័យថាការទឹកត្រាំជើងអីហ្នឹងហើយនឹងមានគេ massage ជើងឲ្យទៀតគឺ free អត់មានគិតលុយអីទេហើយអាហ្នឹងចង់និយាយថាយើងទិញជារបស់យើងអញ្ចឹងណាហើយគេមានជាទឹកជាអីបន្តែខ្ញុំចង់ប្រាប់តិចតាក់ទងជាមួយតម្លៃនៅនឹងគឺថ្លៃគឺលើសតែម្ដងហើយដោយសារគ្នាខ្ញុំឆៃទៅតែដែលឃើញនេះជាក់ស្ដែងយើងឆៃទៅតែ80ជាន់នៅក្នុងតៅវ៉ាវនៅនឹងគេលក់200ជាងហើយបាទដែរវិញហើយចង់និយាយថាបើយើងអត់ទិញអត់កើតគេនៅចំបាច់ដល់យើងទិញចឹងអាហ្នឹងជារឿងមួយដែលពួកខ្ញុំត្រូវបានគេ scam មានរឿងមួយទៀតក្នុងថ្ងៃតែមួយហ្នឹងគឺរឿងទិញសបុតទូកឥឡូវពុំធ្វើដំណើរទៅជិះទូកមើលតាមចន្លងភ្នំម្នាក់300គេកោតទៅហាចាមុខនេះនិយាយទាំងកំហឹងគឺជាក់ស្ដែងសបុតទូកដែលគេលក់ឲ្យយើងនៅលើឡានហ្នឹងគឺ300យួនប៉ុន្តែពេលដែលពួកខ្ញុំឆែកទៅតម្លៃវាគឺខុសគ្នាពាក់កណ្ដាលគឺគេលក់ចំណេញលើស1គុណនឹង2តែម្ដងពេលហ្នឹងមានចការមួម៉ៅជាខ្លាំង300យួនឥឡូវពុកណានេះជីអីជីឡើងតាមតាំងទៀតចឹងសម្រាប់ទូកដែលពួកខ្ញុំទៅជិះហ្នឹងកន្លែងហ្នឹងមានឈ្មោះថាប៉ាវហ្វាំងអីខ្ញុំភ្លេចទៅដូចជាប៉ាវហ្វាំងប៉ាវរងនិយាយទៅដើម្បីឡើងទៅដល់ជិះទូកនោះបានដំបូងយើងត្រូវទៅដល់កន្លែងទិញសំបុត្រហ្នឹងហើយយើងតាមមកតង់ហើយទៅមកគេមានឡានដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូចឹងគឺឡានកូរីឡានក្រុងមួយចឹងដើម្បីដឹកទៅដល់កន្លែងជិះកន្លែងផែទូកហ្មងណាហើយអានេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានេះតិចតតងជាមួយនឹងការទិញអវ៉ាន់នៅចិនណាមិនថាជាទិញសេវាកម្មដើរលេងឬក៏អីណាឆែកតម្លៃមុនព្រោះពួកខ្ញុំ experience ហើយគឺពេលហ្នឹងគឺមានចការលក់លើសជាខ្លាំងស្បីតាតំណែងដែលគេបិទផ្លាកហើយក៏នៅតថ្លៃបានដែរហើយភាគច្រើនតថ្លៃចុះបានពាក់កណ្ដាលទៀតអាហ្នឹងពួកខ្ញុំអត់ដឹងដល់ថ្ងៃចុងក្រោយបន្ទុកខ្ញុំដឹងថាតម្លៃនៅហ្នឹងគឺមិនមែនគេដាក់ឲ្យជាតម្លៃ final ជាតម្លៃនៅជជែកគ្នាបានទៀតចឹងណាចឹងសរុបហេតុការណ៍ថ្ងៃទី4ហ្នឹងគឺពួកខ្ញុំត្រូវបានគេ scam 2ដងតាក់ទងជាមួយនឹងតម្លៃអាវ៉ាន់ហើយនឹងការទិញទូកហ្នឹងគឺវាតម្លៃគឺវា so expensive វាយើងដឹងតែគេនឹង make up តម្លៃហើយយើងគ្រាន់ចង់ជួយទិញ guide អីចឹងណាព្រោះគេយកយើងមកប៉ុន្តែអីដែលយើងអត់ expect គឺតម្លៃគឺគេដាក់គុណនឹង2វាស្មើនឹងគឺមានអារម្មណ៍ថាយើងជួយចាត់គេនិយាយរឿងតម្លៃហ្នឹងមានអារម្មណ៍ខឹងណាតែវាហួសហេតុនេះគ្រាន់តែ experience ខ្ញុំចង់ចែករំលែកឲ្យសម្រាប់អ្នកដែលគាត់ទៅឆាំងសាជាមួយនឹងចានជាតិនឹងពេលក្រោយទៅតាមការទិញធូរអីចឹងបើសិនជាមានការលក់ជាកញ្ចប់ទួសកម្ម activity ដែលគេអត់មាន include ក្នុងតម្លៃដែលយើងទិញនឹងទេមុននឹងគេមុនពេលគេប្រាប់យើងថាតម្លៃហ្មងឆែកអ៊ីនធឺណិតសិនទៅហើយចាំគិតថាគួរទិញឬក៏អត់ចឹងណាព្រោះតម្លៃខ្ញុំបញ្ជាក់ម្ដងទៀតគឺមានជាការចាក់កជាខ្លាំងហើយបើយើងចរចាតថ្លៃគឺមានការចុះប៉ុន្តែគឺចាក់កសាហាវហើយចឹងនិយាយថាយើងក៏អត់មានទៅបន្ទោសទេដែរនេះជាការធ្វើតែខ្ញុំយើងខ្លួនឯងយើងអត់បានឆែកមុនធ្វើការសម្រេចចិត្តទិញណាអញ្ចឹងអានេះជា lesson learn ហើយខ្ញុំជឿថាការ share វីដេអូនេះនឹងធ្វើអ្នកទាំងអស់គ្នាងាកទៅតាមក្រោយហ្នឹងអាចជៀសវាងឯចំណុចដែលខ្ញុំអត់បានដឹងមុនហ្នឹងអញ្ចឹងតាមឆ្លើយជុំនិយាយរឿងហ្នឹងហើយមកមើលទៅស្ទាបតាមផ្លូវទៅកន្លែងផែជីទូកឈ្មោះប៉ាវហ្វាំងហ្នឹងនេះនៅចានជាតម្រាំជីពីបេនឡានដែលខ្ញុំចុះមកតង់ហ្នឹងហើយឡើងទៅលើភ្នំហ្នឹងគឺគង់ជាដូចជា4នាទីទៅ5នាទីបានចឹងដល់កន្លែងផែជីទូក She moves like a map with no border, a whisper caught in the wind. I see her boots at the corner cafe with a notebook
mask and a grin. She's chasing skies I've never named while I stay in my lane. But something in the way she dương đó cần lại chi tu bay bờ rèn hay po từ đây chúng mình từ đây phnom hai đừng tực tực đờ san po màu 有新山碧水，还有一首首悦耳动听的山歌。这里的山歌是张家界代表山歌丧尸民歌，丧尸民歌已经有2000多年历史。 ô khu đó Nguyễn Ok, ta lấy dân về biết ô bạn xài lưới xài bạn xài mới đó mấy chuyện. ôi sụp hang bayចឹងឡើយនេះជាចំណុចចាប់អារម្មណ៍គួរចាប់អារម្មណ៍คนជនជាតិភាគតិចនៅតំបន់ចាញ់ជាតិហ្នឹងគឺក្នុងវីដេអូមុនហ្នឹងគឺយើងលើសូរសំឡេងគេជាងហើយពួកខ្ញុំស្រែកតបតាមនឹងអញ្ចឹងដោយសារនៅហ្នឹងគឺគេមានប្រពៃណីមួយនៅពេលដល់ខែណាមួយអញ្ចឹងបើសិនជាខាងផលឬក៏ខាងស្រីហ្នឹងគឺលក្ខណៈគេចង់រកគូអីគឺគេអាចជឿសំលៀងជាចម្រៀងបទជនជាតិគេអញ្ចឹងទៅហើយបើសិនជាម្នាក់ស្រីហ្នឹងឬក៏ម្នាក់ប្រុសហ្នឹងចាប់អារម្មណ៍ម្នាក់ប្រុសនិងម្នាក់ស្រីហ្នឹងវិញគេអាចជឿតបគ្នាវិញអញ្ចឹងណា អានឹងគឺជាចំណុចពិសេសមួយផងជនជាតិភាគតិចខ្ញុំភ្លេចបាត់ហើយថាគាត់ជនជាតិភាគតិចអីគេដោយសារនៅខាងសានជាតិនេះគឺមានទាំងអស់ជនជាតិភាគតិចចំនួន4ប្រភេទខុសៗគ្នាដែលរស់នៅហ្នឹងណា 当年八戒就在这里偷看仙女下凡沐浴，然后被他老婆给发现了，一上来，3、2、1，有喂，感谢大家哈，感谢大家，好，好，你放在桌子上，准备好你们的随身物品了，手机、打火、相机、水杯、钥匙、帽子。 អញ្ចឹងបន្ទាប់ពីជិះទូកហើយយើងក៏ត្រឡប់មកវិញអញ្ចឹងហើយមុនមកដល់ហ្នឹងគឺគេមានកន្លែងសម្រាប់ដូចជាលក្ខណៈទឹកជ្រោះទឹកធ្លាក់អញ្ចឹងណាហើយមានគេតែងជាពាក្យលក្ខណៈថាហើយជនជាតិយើងអាចខុសជំនឿបានហើយក៏មានភូមិមួយអីនៅក្នុងនោះយើងដើររៀនបន្តទៀតហើយគ្រាន់តែវិស័យយើងអត់មានពេលគឺវាអង្គាកម៉ោងអញ្ចឹងម៉ោង1ជាងមិនយើងចាប់ដល់ហើយយើងត្រូវ break ដើម្បីទៅញ៉ាំអាហារថ្ងៃព្រមហើយក៏មកយើងត្រូវទៅកន្លែងដើរលេងមកកន្លែងទៀតកន្លែងទៀតជាកន្លែងដើរលេងថ្ងៃចុងក្រោយហ្នឹង ចឹងឥឡូវយើងបានមកដល់កន្លែងដើរលេងបន្ទាប់ហើយកន្លែងហ្នឹងមានឈ្មោះថាចានជាGrand Canyon បែបកន្លែងហ្នឹងគឺមានស្ពានកញ្ចក់វែងមួយដែលយើងអាចដើរឆ្លងបានហើយក៏ដូចជាមានការមើលវីដេអូលក្ខណៈគេខ្ញុំអត់ដឹងថានឹងគេហៅអីគេលក្ខណៈដូចយើងនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាហើយតែគេនៅនឹងស្អាតហើយតែដល់ពេលពេលគឺគ្លៀងរហូតហើយវានឹងភ្លេចអាប់ឲ្យមើលអេសខ្មែរវាភ្លៀងអាប់គឺក៏ស្លាប់ទៅប៉ុន្តែភាគច្រើនគឺអាប់យើងមើលអេស我冇得翻啦，我哋撳下。阿媽，你企呢度，你企呢度。OK。好似就係話咁，我喺呢度，嗰個大盒嗰個相嗰度。 យើងចូលក្នុងពិភពមួយទៀតអីមើលនេះមិនតក្នុងគ្នាចេះហើយចាំបែ1 2 3ខ្ញុំបែមកខាងនេះchạyបែបទៅខ្ញុំបែទៅ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
បជួបជុំក្រោយនៅចាំជិះគឺដើរតាមផ្លូវឲ្យទិញ ចឹងមកពេលយប់ហ្នឹងគឺពួកយើងដើរទិញអីវ៉ាន់ហើយដើររកអីញ៉ាំហើយនិយាយយើងប្រទេសហាងគៀវមួយនេះគឺអត់ចាំឈ្មោះទេប៉ុន្តែគៀវហ្នឹងគឺគេដាក់ថាលេខ1ប្រចាំតំបន់នៅហ្នឹងហើយឆ្ងាញ់មែនទទួលស្គាល់តែឆ្ងាញ់មែនមិនដំបងពួកខ្ញុំហៅតាមទីគេហើយយើងតេស្តសិនចឹងដល់ពេលយើងឆ្ងាញ់ទៅថែមយកហើយនៅហ្នឹងគៀវគេធ្វើភ្លាមយើងកំងគេធ្វើភ្លាមពីក្នុងវីដេអូហ្នឹងចឹងគេឆ្ងាញ់ខ្លាំងណាស់ទាំងសាច់គៀវទាំងសាច់ខ្នុរទឹកស៊ុបគេ10លើ10ហ្មងឈ្នះពានរហូតដល់ឃើញពាន2 3គេដាក់នៅលើចឹងបើអ្នកទាំងអស់គ្នាបានទៅចានជា complete ទៅរកហាងគៀវនឹងញ៉ាំគឺខ្ញុំ recommend មក10លើ10ឆ្ងាញ់មកហើយនេះមើលនិយាយទៅនឹករសជាតិដល់ឥឡូវហើយព្រោះពេលខ្ញុំទៅនឹងចាំពេលភ្លៀងទីអូឆ្ងាញ់ខ្លាំងណាស់ចឹងបន្ទាប់ពី order ទី1នឹងឆ្ងាញ់ហើយនេះគឺជា order លើកទី2មែនតែប៉ុណ្្នឹងទាំងអស់នោះគឺ6ចានហើយមើលតែចានខ្ញុំប្រហែលដឹងថាវាឆ្ងាញ់ហើយបន្ទាប់ពីយើងញ៉ាំអីហើយអញ្ចឹងយើងក៏ back ទៅវិញអញ្ចឹងណាហើយវីដេអូថ្ងៃទី4នោះមានតែប៉ុណ្្នឹងហើយជួបគ្នាថ្ងៃទី5ថ្ងៃចុងក្រោយថ្ងៃទៅទៀត So thank you guys for watching